សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងនិយាយអំពីរឿងមួយដែលសំខាន់ណាស់សម្រាប់អនាគត Crypto នោះគឺការកាត់បន្ថយសកម្មភាពខុសច្បាប់និងរបៀបដែល Binance បានចូលរួមជួយអភិវឌ្ឍឲ្យឧស្សាហកម្មនេះកាន់តែសុវត្ថិភាពនិងទុកចិត្តបានមិនមែនជាការណែនាំឲ្យវិនិយោគទេមិនមានការព្យាករណ៍តម្លៃឡើយគឺជាចំណេះដឹងសុទ្ធសាធមួយ Crypto មុននេះមានបញ្ហាពាក្យល្បីខុសឆ្នាំមុនមនុស្សជាច្រើនគិតថា Crypto ត្រូវបានប្រើសម្រាប់សកម្មភាពខុសច្បាប់ប៉ុន្តែនៅឆ្នាំ2023-2025ឧស្សាហកម្មបានផ្លាស់ប្ដូរទាំងស្រុងតាមរបាយការណ៍ពី Chainalysis និង Term Labs សកម្មភាពខុសច្បាប់បានថយចុះយ៉ាងខ្លាំង2សកម្មភាពខុសច្បាប់លើ Centralized Exchange ធ្លាក់ចុះដល់កម្រិតទាបបំផុតមកដល់ខែមិថុនា2025បរិមាណសកម្មភាពខុសច្បាប់លើ Exchange ដ៏ធំ7កំពូលមានត្រឹមតែ 0.018 ដល់ 0.023 ប៉ុណ្ណោះមានន័យថាក្នុង10,000 USD មានត្រឹម1-2 USD ប៉ុណ្ណោះដែលពាក់ព័ន្ធសកម្មភាពខុសច្បាប់នេះជាកម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រ Crypto 3 Binance ធ្វើបានល្អជាងឧស្សាហកម្មទាំងមូល Chainalysis បង្ហាញថា Binance មានត្រឹមតែ 0.007 ប៉ុណ្ណោះ Term Labs បង្ហាញថាBinance 0.0151 Exchange ផ្សេង 0.023 មានន័យថា Binance សុវត្ថិភាពជាងឧស្សាហកម្មជាង 30% នេះគឺទាំងដែល Binance ប្រើលទ្ធកម្ម 90,000 លាន USD ក្នុងមួយថ្ងៃនិងជួញដូរ 2 លានអត្រាកម្មវិធីក្នុងមួយថ្ងៃធ្វើឲ្យវាជាលទ្ធផលដ៏អស្ចារ្យ 4 Binance កាត់បន្ថយ 96% សកម្មភាពខុសច្បាប់ចន្លោះឆ្នាំ2023ដល់2025 Binance បានកាត់បន្ថយសកម្មភាពខុសច្បាប់រហូតដល់ 96-98% ល្អជាង Exchange ធំ6ផ្សេងទៀត 4-5% 5ហេតុអ្វីការកាត់បន្ថយនេះសំខាន់ការពីអ្នកប្រើកើនទំនុកចិត្តជួយឲ្យ Crypto ចូលទៅក្នុងហិរញ្ញវត្ថុបុរាណងាយស្រួលច្បាប់ទាក់ទាញអ្នកវិនិយោគធំបង្កើតបរិយាកាសសុវត្ថិភាព Crypto កាន់តែស្អាតកាន់តែធំ 6 Blockchain ជួយចាប់ឧក្រិដ្ឋជនបានលឿនជាងមុន Crypto មិនសូវងាយលាក់បាំងទេ Blockchain កាន់តែធ្វើឲ្យសកម្មភាពខុសច្បាប់ត្រូវបានរកឃើញរហ័សតាមគំនូរតាំងលើទំព័រ3នៅក្នុងឯកសារចំនួនសំណើពីអាជ្ញាធរបានកើនឡើងពី 5,400 2020 21,000 2021 50,000 2022 58,000 2023 65,000 2024 នេះបង្ហាញថាច្រើនករណីត្រូវបានបើកពិនិត្យរដ្ឋាភិបាលជឿទុកចិត្ត Binance 7 បរិស្ថានស្អាតកើនការទទួលយកក្រុមហ៊ុនធំធនាគារវិទ្យាស្ថានហិរញ្ញវត្ថុរដ្ឋាភិបាលទាំងអស់ត្រូវការបរិយាកាសសុវត្ថិភាពមុនពេលចូល Crypto ពេល Crypto ស្អាតអនាគតកាន់តែធំ 8 សារសំខាន់សម្រាប់អ្នកមើល Crypto មិនដូចមុនទៀតទេថ្ងៃនេះគឺសុវត្ថិភាពជាងចាស់តំណាងបានត្រឹមត្រូវកាន់តែមានច្បាប់ល្អ Binance កំពុងដឹកនាំផ្លូវខាងលើគឺជាការអប់រំសុទ្ធសាធមិនមែនជាការណែនាំវិនិយោគឡើយរួចបំពេញកូដដើម្បីយករង្វាន់ MRE ដំបូងបងប្អូនចូលទៅកាន់ Play Store ឬក៏ App Store បន្ទាប់មកសរសេរពាក្យថា Binance ដូចដែលខ្ញុំបានសរសេរនេះបន្ទាប់មកចុច Download ចុច Allow តាមដែលដាក់ឲ្យនេះរួចចុចយកខាងក្រោមគេបន្ទាប់មកបំពេញលេខទូរស័ព្ទឬក៏ Email បើសិនជាចេញមកបែបនេះចុចតាមបែបនេះយើងដាក់លេខទូរស័ព្ទរួចយើងចុច Tick រួចចុច Next ពេលនោះសារវានឹងលោតទៅកាន់ទូរស័ព្ទរបស់បងប្អូនជាលេខ5មួយខ្ទង់បន្ទាប់មកយកលេខ5មួយខ្ទង់មកបំពេញរួចវានឹងឲ្យយើងបង្កើតលេខកូដត្រូវតែមានអក្សរធំអក្សរតូចលេខសញ្ញាដល់ចំណុចនេះសំខាន់បំផុតគឺយើងត្រូវចុច Yes រួចបំពេញកូដដើម្បីយករង្វាន់ MREL បន្ទាប់មកបងប្អូនដាក់អត្តសញ្ញាណប័ណ្ណឬបានបើកបរកណ្ដាលគេឬក៏យើងប្រើជា Passport បងប្អូនមានអីដាក់នឹងដើម្បីបង្កើតកន្នែងឲ្យផ្ទាល់ខ្លួនរបស់យើងអាចចុចខាងក្រោមដើម្បីដាក់
ខាងលើកទាំងខាងមុខមានរូបថតខាងក្រោមទាំងអត់រូបថតបន្ទាប់មកយើងស្កេនមុខតាមគេណែនាំមានងាកឆ្វេងស្ដាំព្រិចភ្នែកនិងចំហមាត់ជាដើមតាមរូបគេបង្ហាញ